អ្នកទាំងអស់គ្នាកំពុងតែដើរចូលមកក្នុងព្រឹត្តិការណ៍នៃការដាក់តាំងពិព័រណ៍ស្ថាបត្យកម្មដ៏ធំរៀបចំឡើងដោយ Inex ជាដៃគូសហការជាមួយសមាគមស្ថាបត្យករខ្មែរហើយនេះគឺជាឆ្នាំទី4នៃដំណើរដ៏អស្ចារ្យរបស់ Inex ជាមួយនឹងចក្ខុវិស័យឆ្ពោះទៅរកអនាគតរួមតែមួយគឺការរួបរวมសាមគ្គីនិងរីកចម្រើនទៅមុខជាមួយគ្នារវាងអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកមើលពីសកម្មភាពទាំងអស់នៅព្រឹកថ្ងៃទី1ដែលជាថ្ងៃបើកកម្មវិធីថាតើពិព័រណ៍ស្ថាបត្យកម្មលើកនេះមានអ្វីពិសេសជាងឆ្នាំមុនៗតាមដានវីដេអូនេះទាំងអស់គ្នាហើយសម្រាប់អ្នកដែលខកខានមិនបានចូលរួមកម្មវិធីលើកនេះកុំភ្លេចមើលឲ្យដល់ចប់និង save វីដេអូមួយនេះទុកដើម្បីកុំឲ្យខកខានព្រឹត្តិការណ៍លើក្រោយទៀតចំណាប់អារម្មណ៍ដំបូងរបស់ខ្ញុំចំពោះកម្មវិធីមួយនេះគឺមានអារម្មណ៍រំភើបហើយនិងភ្ញាក់ផ្អើលទោះបីជាខ្ញុំបានដឹងទុកមុនថាកម្មវិធីពិព័រណ៍លើកនេះនឹងធ្វើឡើងធំជាងមុនក៏ប៉ុន្តែនៅពេលដែលបានចូលរួមកម្មវិធីនេះផ្ទាល់ហើយនឹងបានឃើញដំបូងគេគឺមានស្តង់ជាច្រើននិងការដាក់តាំងបង្ហាញស្នាដៃនិស្សិតមកពីបណ្ដាសាកលវិទ្យាល័យនានាដែលសុទ្ធសឹងតែជាគម្រោងដែលលេចធ្លោនៅក្នុងសាកលវិទ្យាល័យព្រមទាំងគម្រោងដែលជាប់ជ័យលាភីនៅក្នុងការប្រកួតប្រជែងទាំងក្នុងស្រុកនិងក្រៅស្រុកធ្វើឲ្យខ្ញុំកាន់តែទន្ទឹងរង់ចាំថាមានអ្វីពិសេសបន្តទៀតនៅក្នុងកម្មវិធីមួយនេះស្នាដៃគម្រោងទាំងអស់សុទ្ធតែជាស្នាដៃរបស់និស្សិតឆ្នើមនៅតាមសាកលវិទ្យាល័យនីមួយៗក្នុងនោះសុទ្ធតែជាគម្រោងដែលធ្លាប់ជាប់ជ័យលាភីនិងគម្រោងដែលលេចធ្លោនៅក្នុងសាកលវិទ្យាល័យការព្យាយាមតែងតែទទួលបានលទ្ធផលល្អជាក់ស្ដែងស្នាដៃមួយនេះត្រូវបានជាប់ជ័យលាភីនៅក្នុងកម្មវិធីប្រកួតប្រជែងស្ថាបត្យកម្មរបស់ក្រុមហ៊ុន ISI Group ដែលត្រូវបានជ្រើសរើសមកដាក់តាមបង្ហាញនៅក្នុងពិព័រណ៍ស្ថាបត្យកម្មនេះផងដែរគម្រោងមួយនេះជាប់ជ័យលាភីការប្រកួតពណ៌ចន្ទង់រីបនដែលទើបនឹងធ្វើឡើងថ្មីនេះបន្ទាប់ពីបានដើរមើលពិព័រណ៍មួយសន្ទុះក៏ដល់ពេលកម្មវិធីចាប់ផ្ដើមព្រឹកថ្ងៃទី1នេះគឺជាកម្មវិធីនៃការបើកសម្ពោធព្រឹត្តិការណ៍នៃការតាំងពិព័រណ៍ស្ថាបត្យកម្មដែលនឹងធ្វើឡើងចំនួន2ថ្ងៃដែលមានការចូលរួមផ្ដល់ជាមតិស្វាគមន៍ពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតនិងស្ថាបត្យកររៀមច្បងសូមគោរពឯកឧត្តមលោកជំទាវភ្ញៀវកិត្តិយសភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិដែលកំពុងតែមានវត្តមាននៅទីនេះជាពិសេសមិត្តនៅក្នុងវិស័យស្ថាបត្យកម្មទាំងអស់គ្នាជាទីគោរពយើងឃើញថាប្រទេសរបស់យើងគឺជាប្រទេសមួយដែលមានតាមកំណើតក៏ដូចជាមានប្រវត្តិដែលមានស្ថាបត្យកម្មដ៏ល្បីល្បាញដែលសកលលោកទទួលស្គាល់ហើយនៅក្នុងវិស័យទាំងអស់នេះខ្ញុំគិតថា Inex គឺជាគំរូមួយដែលអាចឲ្យអ្នកនៅក្នុងវិស័យរួមគ្នាវាជាឧទាហរណ៍មួយដែលបង្ហាញថាការដែលយើងឈរនៅលើវិស័យតែមួយធ្វើការនៅក្នុងវិស័យតែមួយរកស៊ីនៅក្នុងវិស័យតែមួយយើងអាចសហការគ្នាក្នុងការបង្កើតនៅជាកម្លាំងចលករមួយដែលបង្ហាញភាពជាសហគមន៍នៅក្នុងការលើកស្ទួយនៅវិស័យដែលយើងកំពុងតែអនុវត្ត Wow, I love Cambodia a lot. This is all Cambodia is always my home. 10 years ago, we don't have InExpo. Now we have InExpo, so that we can connect it with more architect, for developers to collect with more architect, more with different materials, and then and I can see today lots of great local products, great local architect, and lots of new ideas are happening just outside. ការពិតដែល Inex ជាដៃគូនៅក្នុងការរៀបចំកម្មវិធីជាមួយនឹងសមាគមស្ថាបត្យករខ្មែររបស់យើងហើយដែលខ្ញុំបាទជាប្រធានសមាគមនៃស្ថាបត្យករខ្មែរសប្បាយចិត្តនៅក្នុងការបានរៀបចំបង្កើតកម្មវិធីនេះឡើងជាមួយនឹង Inex ដែលជាដៃគូនៅក្នុងការរៀបចំជាមួយគ្នាហើយគោលបំណងធំតែមួយគត់គឺជាការពង្រឹងនៅសាមគ្គីភាពរវាងមិត្តដែលជាស្ថាបត្យករទាំងអស់គ្នាក៏ដូចជាការចូលរួមពីខាងក្រុមហ៊ុន sponsor ទាំងអស់ច្រើនសូមជូនពរទាំងអស់គ្នាសុខភាពល្អអរគុណឯកឧត្តមសម្រាប់ប្រសាសន៍ដ៏មានតម្លៃមកកាន់កម្មវិធីស្ថាបត្យករដែលល្អគឺមិនមែនជាព្រះទេប៉ុន្តែធ្វើការជំនួសព្រះបានន័យថាយើងមានលទ្ធពលមានអធិពលមានលទ្ធភាពធ្វើការជំនួសព្រះថាធ្វើការជំនួសព្រះមិនបានន័យថាយើងមានលទ្ធភាពប្រែក្លាយ idea គំនិតឲ្យคล้ายទៅជាអ្វីដែលជាក់ស្ដែងនេះហើយដូច្នេះហើយបានខ្ញុំគិតថាឱកាសនេះដែល Inex បង្កើតឡើងជាបច្ចេកទេសមួយដែលល្អណាស់ពីព្រោះអីបច្ចេកទេសបែបនេះបង្កឲ្យយើងឲ្យជាស្ថាបត្យករហ្នឹងជាប្រជាជនទូទៅហ្នឹងយើងមានឱកាសជួបគ្នា
ហើយពិភាក្សាគ្នាទៅលើរឿងជីវិតហើយនឹងរឿងស្ថាបត្យកម្ម មហិច្ឆតាលើនេះធំខ្លាំងមានកម្មវិធីជាច្រើនបូកបញ្ចូលគ្នានៅក្រោមវិធានបទមួយដែលចាក់ឫសទៅនៅមានអត្ថន័យនៃភាពតូចតាចរបស់គម្រោងហើយនិងគំនិតរបស់ស្ថាបត្យករនីមួយបាទអញ្ចឹងការតាំងពិព័រណ៍ដែលមានអត្ថន័យចាក់ឫសមួយនេះបានបែកមែកសាខាទៅជាការសន្ទនាហើយនិងការតាំងពិព័រណ៍ផ្សេងទៀតដែលមានអត្ថន័យបាទ ចឹងមានន័យថាដូចយើងថារក្សាចាស់បង្កើតថ្មីយើងរក្សាអ្វីដែលជាអត្តសញ្ញាណខ្មែរហើយអ្វីដែលយើងរក្សាបង្កើតថ្មីគឺអ្វីដែលតម្រូវការនៃការប្រាស្រ័យរបស់សង្គមនិងការអភិវឌ្ឍ អញ្ចឹងអាហ្នឹងក៏វាចូលរួមជាមួយនឹងការ architecture design ដែរជាមួយអ្វីក៏ដោយយើងមើលឃើញយើងបាន បាទថ្ងៃនេះជាតិថ័យជាថ្ងៃជ័យជាថ្ងៃសិរីសួស្តីជាវេលាល្អជាការល្អដែលវិស័យស្ថាបត្យកម្មនៅប្រទេសកម្ពុជាកាន់តែផុសផុលនឹងទទួលបានការគ្រប់គ្រងនិងចាប់អារម្មណ៍ខ្លាំងឡើងនៅក្នុងវិស័យស្ថាបត្យកម្មដូច្នេះពិធីកាក់ខ្សែបូនេះគឺជាសក្ខីភាពនិងការបង្ហាញអំពីភាពរីកចម្រើននៅក្នុងវិស័យស្ថាបត្យកម្មនៅក្នុងឆ្នាំ2026នេះដូច្នេះកម្មវិធីពិព័រណ៍ស្ថាបត្យកម្ម Inno Expo 2026នឹងចាប់ផ្ដើម3 2 1សូមសំឡេងអបអរសាទរមួយមក ជាកិច្ចបញ្ចប់នៃកម្មវិធីខ្ញុំក៏បានចូលរួមដំណើរទស្សនកិច្ចជុំវិញការតាំងពិព័រណ៍ស្ថាបត្យកម្មដែលលើកនេះមានការចង្អុលបង្ហាញពីបងក្រុមការងារ Innex ដែលធ្វើឲ្យខ្ញុំមានភាពភ្ញាក់ផ្អើលមួយទៀតហ្នឹងគឺកម្មវិធីមិនមែនមានតែប៉ុណ្្នឹងទេគឺមានច្រើនលើសពីអ្វីដែលយើងរំពឹងទុក នៅពេលដែលក្រោយរបបខ្មែរក្រហមជនជាតិចាមក៏លេងធ្វើសូត្រនឹងហើយខាងចាំដែរសាងជាក៏មានតែការស្រាវជ្រាវអញ្ចឹងព្រោះថានៅពេលដែលដើរពណ៌ដើមកណាត់ពណ៌ហ្នឹងគឺពណ៌ខ្មៅអញ្ចឹងគាត់អត់ចង់ប្រើប្រាស់ពណ៌ហ្នឹងទៀតដោយសារវាអាចរំលឹកពីសម័យខ្មែរតែយើងប្រើគម្រោងហ្នឹងដើម្បីឲ្យគាត់សម័យពណ៌ដែលគាត់ប្រើនឹងឡើងវិញទៅហៅអាហ្នឹងថា the color of memory ហើយអ្នកទាំងអស់គ្នាអ្វីដែលខ្ញុំចូលចិត្តជាងគេពីព្រឹត្តិការណ៍តាំងពីពណ៌នេះគឺការគិតពីភាពតូចតាចភាពលម្អិតដែលចាប់ផ្ដើមតាំងពីចំណុចតូចតាចដែលមនុស្សគ្រប់គ្នាមើលរំលងគាត់បានយកវាមករំលេចនៅក្នុងព្រឹត្តិការណ៍មួយដ៏ធំដែលធ្វើឲ្យគ្រប់គ្នាងាកមកចាប់អារម្មណ៍ឡើងវិញដូចជាការប្រើប្រាស់បង្គំដែកដែលធ្វើជាគ្រឿងបង្គំនិងមានស្បែកពណ៌បៃតងបាំងធ្វើជារបាំងដំបូលឬមួយក៏ canopy ហើយខ្ញុំចូលចិត្ត concept មួយនេះមែនតើនេះគឺជាទស្សនៈនៃការរចនាពិព័រណ៍ស្ថាបត្យកម្ម Expo នេះគឺមានកម្រិតបំផុសចេញពីគ្រឿងបង្គំដែកសំណាញ់ពណ៌បៃតងដូចជាក្រងឆ្អឹងដែកដែលគេប្រើប្រាស់ទូទៅនៅក្នុងវិស័យសំណង់ថ្ងៃនេះ Innex បានយកវត្ថុធាតុដើមធាតុផ្សំទាំងនេះមកច្នៃជាសិល្បៈដែលមើលទៅមានភាពតាក់ទាញនិងរក្សាគុណតម្លៃនៃភាពតូចតាចអ្នកទាំងអស់គ្នាធ្លាប់តែឃើញចាប់ពួយលក់រវ៉ាន់ធម្មតានេះចាប់ពួយសម្រាប់អ្នកគូប្លង់អត់ដេញបងនៅណាមានលក់គេខ្លះបង មានលក់សិភៅតាក់ទងមួយស្ថាបត្យកម្ម ខ្ញុំឃើញខ្ញុំ ស្ថាបត្យកម្មផ្ទះខ្មែរ ខ្ញុំឃើញដាក់ថាចាប់ពួយស្ថាបត្យករឃើញចាប់អារម្មណ៍ ពាក្យច្រើនណាស់ហ្នឹងមានលក់សិភៅឯខាងហ្នឹងមានលក់ merchandise បងណាមានដូចជាម៉ែតមួមានទឹកមានអី អានេះភាសាអង់គ្លេសអានេះភាសាខ្មែរ បាទមានភាសាបារាំង មានបារាំងមួយទៀត zone មួយនេះគឺជា zone ដែលខ្ញុំពេញចិត្តជាងគេគឺ architecture gallery នៅទីនេះសុទ្ធសឹងតែជាស្នាដៃរបស់ក្រុមហ៊ុនស្ថាបត្យកម្មនៅក្នុងស្រុកយើងដែលមានឈ្មោះបោះសម្លេងក្នុងនោះក៏មានគម្រោងដែលលេចធ្លោត្រូវបានទទួលស្គាល់ទាំងក្នុងស្រុកនិងអន្តរជាតិផងដែរអ្វីដែលកាន់តែពិសេសគឺម្ចាស់ស្នាដៃគម្រោងទាំងអស់នោះដែលគាត់ជាស្ថាបត្យករអាជីពគាត់បានចំណាយពេលវេលាដ៏មានតម្លៃរបស់គាត់បញ្យល់បកស្រាយពីគោលគំនិតនៅពីក្រោយគម្រោងរចនារបស់គាត់ទៅកាន់អ្នកចូលរួមដើម្បីជាចំណេះដឹងបន្ថែម សិតតអ្នករៀនខាងស្ថាបត្យកម្មឯណោះឬក៏ឆ្នាំនេះបានដែរ សម្រាប់ខ្ញុំគិតថាពេលវេលានេះគឺជាពេលវេលាដ៏មានតម្លៃបំផុតហើយនឹងកម្រនឹងមានផងដែរជាចុងក្រោយសូមអរគុណដល់ Innex ដែលបានផ្ដួចផ្ដើមឲ្យមានកម្មវិធីពិព័រណ៍ស្ថាបត្យកម្មដ៏អស្ចារ្យមួយនេះឡើងជាពេលវេលាដែលពួកយើងទាំងអស់គ្នាមកពីទីកន្លែងផ្សេងគ្នាមកជួបជុំគ្នានៅក្រោមដំបូលតែមួយមានចក្ខុវិស័យរួមគ្នាមួយគឺរីកចម្រើនទាំងអស់គ្នានិងដើម្បីភាពរីកចម្រើននៅក្នុងវិស័យស្ថាបត្យកម្មនៅក្នុងប្រទេសយើង